មីសួរពុកម៉ែបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់វីដេអូចូលព្រៃថ្ងៃទី2របស់ពួកខ្ញុំដែលនៅក្នុងថ្ងៃហ្នឹងគឺអត់មែនបានចេញដំណើរទៅណាទាំងអស់ក៏ប៉ុន្តែបាទមេឃភ្លៀងបាទធ្វើស៊ីតែម្ដងអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនអរគ្នាចង់ដឹងថាជីវិតនៅក្នុងព្រៃទៅជាយ៉ាងណាបាទកុំភ្លេចមើលវីដេអូនេះពីដើមដល់ចប់ហើយបាទធ្វើការ like និង share follow page ឲ្យខ្ញុំម្នាក់មួយម្នាក់ពីរផងដើម្បីបាទតាមដានជីវិតនៅក្នុងព្រៃទៅជាយ៉ាងណាអញ្ចឹងណាការធ្វើដំណើរពីម្សិលមិញហ្នឹងគឺយើងជួបឧបសគ្គជាច្រើនមកហើយប៉ុន្តែនៅថ្ងៃទី2នេះឧបសគ្គក៏មិនធម្មតាដែរបាទលើកទី1ផងខ្ញុំឲ្យដែលខ្ញុំបានចូលមកព្រៃជ្រៅខ្លាំងអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាបាទរងធម្មតានៅតាមទីក្រុងឬក៏អីអញ្ចឹងលើកហ្នឹងមកដើរក្នុងព្រៃម្ដងបាទ review ក្នុងព្រៃម្ដងថានៅក្នុងព្រៃគឺវាមានអីខ្លះបាទហើយជួបឧបសគ្គខ្លះអញ្ចឹងពុកម៉ែលោកបងប្អូនអរគ្នាទឹកធាតុនៅក្នុងព្រៃថ្ងៃទី2ដែលពួកខ្ញុំបានមករើសផាសម្រងហើយយើងគឺរើសអត់តាន់បានទេដោយសារតែមេឃភ្លៀងហ្មងបានគេបានថាសម្រងតែឡើយយើងសម្រងគ្រប់អានដែរចាប់តាំងពីថ្ងៃមករហូតដល់បាទថ្ងៃទី2នេះបាទពួកខ្ញុំអត់ទាន់បានដើររើសសម្រងទេក៏ប៉ុន្តែបានរើសតាមផ្លូវមកគ្រាប់ពីគ្រាប់ដើម្បីយកមកសាករសជាតិបាទជាមុនសិនអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយបាទមេឃភ្លៀងបានតិចបង្អែមលៀងមាត់ចុងក្រោយទៅទៀតអូគឺរត់តែជាតិតែម្ដងពុកម៉ែបងប្អូនអរគ្នាបាទដាក់មួយម៉ាត់ទៅអាយ៉យជាតិដាំចាស់ណាចំណាយពេលមួយថ្ងៃពេញបាទសម្រាប់ថ្ងៃទី2នេះគឺបានធ្វើអីទាំងអស់បាទក្រៅពីដាំបាយហូបហើយនឹងដេកហើយនឹងដាំបាយហូបអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាឥឡូវគឺមកដល់ពេលល្ងាចហើយបាទអត់មានធ្វើអីទេបាទហើយមេឃក៏ទើបតែរាំងដែរអញ្ចឹងក៏ដើររកអាស័យដើម្បីបង្កាត់ភ្លើងបាទដេញមូសដេញអីអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់អ្នកផ្សេងទៀតគឺគាត់អត់ល្ងួយពីយប់ព្រោះដោយសារតែមេឃភ្លៀងពីយប់ទល់ភ្លឺគឺអត់បានសម្រាប់ទេពុកម៉ែបងប្អូនអរគ្នាអញ្ចឹងគឺខ្ញុំមកបង្កាត់ភ្លើងដើម្បីបាទយកខោអាវខ្លះដែលសើមឬក៏អីហ្នឹងយកមកហាលជាមួយនឹងភ្លើងអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាព្រោះដោយសារតែនៅក្នុងព្រៃគឺវាមានបាទពលឺថ្ងៃវាចាស់ចូលមកអត់គ្រប់គ្រាន់ទេហើយណាមួយទៀតល្ងាចខ្លាំងមែនទែនហើយបាទម៉ោងប្រហែលជា5ជាងអីពួកខ្ញុំបាទចាប់ផ្ដើមកាត់ភ្លើងកាត់អីអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយក៏យកខោអាវយកអីមកហាលជុំគ្នាអញ្ចឹងទៅចម្ងាយពីភូមិបាទមកដល់ក្នុងព្រៃនេះគឺមិនមែនចិត្តទេគ្រាន់តែធ្វើដំណើរហ្នឹងមួយថ្ងៃពេញពុកម៉ែបងប្អូនអរគ្នាបាទចេញដំណើរតាំងពីម៉ោង3ភ្លឺរហូតដល់ម៉ោងបាទ5 6ល្ងាចបានដល់កន្លែងអញ្ចឹងណាហើយបាទទោះបីយ៉ាងណាក៏ដោយក៏ពួកខ្ញុំមិនចោះចាញ់ដែរនៅតែផ្សងព្រេងបាទធ្វើដំណើរតទៅមុខទៀតដើម្បីរើផ្លែសម្រងរហូតដល់បាទបានដើម្បីយកទ្រក់យកប្រាក់មួយចំនួនចឹងតែពុកម៉ែបងប្អូនអរគ្នាក៏ប៉ុន្តែឥឡូវនេះបាទចូលមកដល់ពេលយប់អញ្ចឹងអត់មានអីទេក្រៅពីយើងបាទដាំបាយដាំអីហូបបាទសម្រាប់ជុំគ្នាហើយសង្ឃឹមថាថ្ងៃស្អែកបាទមេឃនឹងរាំងពួកយើងនឹងបានបាទដើររើផ្លែសម្រងអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់វីដេអូរបស់ខ្ញុំក៏អត់មានអីច្រើនដែរសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងចូលចិត្តវីដេអូខ្ញុំហើយកុំភ្លេចធ្វើការ like និង share បាទ follow page ឲ្យខ្ញុំម្នាក់មួយពីរផងយើងជួបគ្នានៅវីដេអូក្រោយហើយបាទអរគុណបាយបាយ